បាទសួស្តីបងថ្ងៃនេះខ្ញុំមករៀនបងរបៀបប្រើប្រាស់លើទូដៃ Philips របស់យើងជាដំបូងគឺពេលដែលបងយកទៅហ្នឹងគឺអាភ្លើងឆឹងហើយបងអញ្ចឹងពេលដែលយកទៅហ្នឹងគឺមានប្រអប់មួយនៅក្នុងហ្នឹងមានកូនសោទៅនឹងសម្រាប់កៅថ្មអញ្ចឹងកន្លែងហ្នឹងបងចង់យកមកចង់កៅថ្មក៏បានបងចង់ចាក់កូនសោក៏បានដែរឥឡូវចាក់កូនសោជួយមកបងមើលសិនបងត្រូវសកត់គៀនខាងនេះមួយដើម្បីយើងឆ្កឹះជ័រនឹងចេញចឹងមកដល់កន្លែងនេះគឺបងត្រូវចាក់កូនសោចូលពេលដែលបងចាក់កូនសោចូលគឺលោតរលួយនេះចេញមកឲ្យបងអញ្ចឹងបងត្រូវមូបលួយនេះចេញមកគឺលើបាក់ដូរមកចូលមកខាងក្នុងឲ្យបងបន្ទាប់ពីកន្លែងហ្នឹងមកគឺបងត្រូវដាក់ថ្មចូលនៅក្នុងនេះ4គ្រាប់គឺឥឡូវខ្ញុំដាក់ជូនហើយអញ្ចឹងត្រូវបើកក្រប់នឹងវិញចឹងមកដល់កន្លែងនេះបងសាកបិទទូសិនគឺពេលណាដែលបងបិទទៅគឺបលួយនេះអត់តន់លឹបចូលទេបងអញ្ចឹងពេលដែលបងចាក់កូនសោហ្នឹងបងត្រូវសកត់អានេះចូលក្នុងសិនដើម្បីវាចំកលឺម៉ូទ័រវាតែមកដល់កន្លែងនេះគឺបង scan ម្រាមដៃអញ្ចឹងវាអត់តមក set up ទេបងអញ្ចឹងគ្រូម្រាមដៃគឺចូលបានទាំងអស់អញ្ចឹងមកដល់កន្លែងនេះគឺពេលដែលបងចង់ add ម្រាមដៃទៅនឹង password បងត្រូវចុចយកប៊ូតុងខាងលើនេះមួយបងចុចមកទៀតមកអញ្ចឹងកន្លែងនេះបងចង់បញ្ចូល password ក៏បានបងចង់ add ម្រាមដៃក៏បានដែរឥឡូវគឺខ្ញុំ add ម្រាមដៃអញ្ចឹងបង scan រហូតដល់វាលុបបៃតងគឺលុបបៃតងអញ្ចឹងពេញម្រាមដៃមួយបងអញ្ចឹងបងចង់ add ម្រាមដៃថែមទៀតក៏បានបងចង់ដាក់ password ក៏បានដែរអញ្ចឹងកន្លែងនេះខ្ញុំ add ម្រាមដៃថែមមួយទៀតគឺកន្លែងហ្នឹងយើងអាច add ម្រាមដៃតគ្នាបានរហូតបងឥឡូវគឺពេញម្រាមដៃមួយទៀតហើយពេលលុបបៃតងអញ្ចឹងចាំមកដល់កន្លែងនេះបងចង់បញ្ចូល password ក៏បានបងចង់ add ម្រាមដៃតទៀតក៏បានដែរឥឡូវខ្ញុំដាក់ password អញ្ចឹងកន្លែងនេះវាតម្រូវការយើងបញ្ចូល password ម្ដងទៀតគឺប៉ុណ្ណឹងរៀបរាប់អស់ហើយបង